អូខេអញ្ចឹងថ្ងៃនេះយើងតពីមេរៀនមុនដែលយើងបានរៀនការលោតឧបករណ៍ភ្លេងនិងការរៀបក្នុងក្តារប៉ុន្តែថ្ងៃនេះយើងផ្ដោតលើការសរសេរលំនាំបទតាមក្បួនត្រឹមត្រូវនិងមានសម្ដាប់ធ្នាប់ហើយសរសេរដោយពិរោះឲ្យពិរោះស្លេងចម្រៀងឲ្យពិរោះហ្នឹងអូខេអញ្ចឹងផ្ដើមដូចមុនមេរៀនមុនដែលបានរៀនហ្នឹងយើងចុចមក mouse ខាងស្ដាំនៅលើសញ្ញាបូកនេះ alright ហើយយើងរើសមករើសដូចមុនអញ្ចឹងរើសឧបករណ៍ដែលយើងចូលចិត្តឥឡូវលោកគ្រូធ្វើការរើសទី2នេះយើងដល់អញ្ចឹងអូចូលចិត្តហាញប្រុងមកអញ្ចឹងយើងរើសសលេងមកដល់បញ្ជាក់មកហើយចូលសលេងដល់អញ្ចឹងណាអញ្ចឹងយើងបើនឹងហើយយើងរើសហើយបាត់វាហើយមកទី3ឬដល់មុនអញ្ចឹងទី3អូខេដូចជាដែរណាប៉ុន្តែលោកគ្រូចង់ឲ្យអ្នកទាំងអស់គ្នាមើលខាងលើនេះណាមើលនេះសញ្ញារូបភ្លេងនេះលើនេះណាប៉ុន្តែខ្ញុំចុចហ្នឹងចុចអានេះសិនអំពងមួលពណ៌នេះណាចុចហ្នឹងសិនណាចុចហ្នឹងហើយឥឡូវក្នុងនេះគឺជាលំនាំបទគ្រប់ប្រភេទច្រើនប្រភេទណាឥឡូវយើងធ្វើការរើសមួយណាដែលថាឥឡូវធ្វើតាមគូចិត្តណាអញកូនរបស់ខ្លួនឯងទៅតាមខ្លួនឯងណាមើលមួយនេះ M A J O R major ណា major ធំអូខេឥឡូវឃើញភ្លឺអូខេល្អចុចភ្លឺហើយយើងចុចបេតុងនេះដូចជំរាបនេះណាចុចបើកវាហើយឥឡូវទាំងពីរហ្នឹងមានពណ៌បើកមកគឺចឹងណាឃើញឃើញពណ៌ចឹងហើយគឺត្រឹមត្រូវណាត្រឹមត្រូវហើយអញ្ចឹងឥឡូវយើងសាកសេមកដូចដល់ណាសេដូចដាល់ប៉ុន្តែមើលចាំមើលណាមែនច្រឡំឃើញទេឥឡូវសាកអូសមកកម្មលើនេះឃើញទេវាសេរីកំណត់បត់ទៅតាមក្បួនវាអញ្ចឹងវាសលេងពិរោះរហូតទោះបីយើងដាក់ទៅពីក៏ដោយក៏វានៅសលេងពិរោះដែរឥឡូវសាកធ្វើយឺឃើញទេទៅអញ្ចឹងហើយបើសាកលេងទៅបីយើងដាក់ពីទៅបីលោកសាកធ្វើនេះមើលឃើញទេអញ្ចឹងបីពុតក៏ដោយបើយើងបើកអានឹងហើយវាយកធ្វើអីក៏ដោយវាសលេងនៅពិរោះយ៉ាអញ្ចឹងហើយធ្វើចឹងមកយើងធ្វើឥឡូវក៏ចុចទៅហើយឥឡូវធ្វើនេះមួយយើងដាក់ឧបករណ៍មួយទៀតមកដើម្បីយើងសេបានច្រើនមកដាក់ថែមទៀតមកថែមទៀតហើយ save វាឡើងមកបាល់ទី3 open 3ហើយបើ save លើទៅចូលតែពីរោះអញ្ចឹងយើងធ្វើដូចមកយើងបីយើងសេនឹងហើយអស់ហើយយើងបើកក្តារមកយើងដាក់ភ្លេងយើងបើយើងធ្វើហ្នឹងហើយដាក់អូយល់ដល់បើកឲ្យខ្មៅឲ្យស្រួលបួរហើយដាក់ថែមចឹងហ៎ហើយទៅដល់មកបើក kit មកបើកដាក់ score ដាក់អីមកចឹងដាក់ទៅយើងធ្វើដូចមុនណាដាក់បបជាដែរចឹងណាចឹងយីធ្វើចូលដល់ធ្វើនេះដែរហើយនេះអូយដល់ស្រីវាអត់តាមនេះតែធ្វើដូចគេពីនេះហើយព្រោះហើយគៀឥឡូវចឹងតែហើយចឹងនេះអូរូមកទាំងស្អីហើយស្អីអីរូមកហើយដាក់ថែមអញ្ចឹងណាដាក់តាមចិត្តហ្នឹងមកហ៎តាមទៀតបូកមក
ok អញ្ចឹងមានស្អីទៅគឺឡើងចិត្តណាអូខេ